upload ចូលនៅក្នុងកម្មវិធីក្រុកនេះមកបាទហើយបន្ទាប់មកយើងឲ្យក្រុកហ្នឹងគាត់ decor ខាងមុខបាទ decor ដំបូលឬក៏យើងចង់ decor បែបនេះយើងអាចឲ្យកម្មវិធីនឹងជួយ decor ឲ្យនេះបាទគឺជាលទ្ធផល decor បាទតាក់ទងនឹងដំបូលបាទតាក់ទងនឹង decor ខាងមុខបាទអញ្ចឹងយើងអាច decor បែបនេះយើងពេញចិត្តយើងអាចឲ្យកម្មវិធីនេះជួយ decor បន្ថែមឥឡូវខ្ញុំអាចឲ្យកម្មវិធីជួយ decor បន្ថែមទៀតបាទអញ្ចឹង decor ម្ដងបាន2សម្រាប់កម្មវិធីក្រុកនេះបាទជួយបានច្រើនណាស់បាទនេះគឺជាលទ្ធផល decor យើងអាច decor ខាងមុខបែបម៉េចនេះយើងអាចយកបែបចេះឧស្សាហ៍ប្រញាប់បែបហ្នឹងបាទអូខេបាទឃើញថាស្អាតបាទឃើញថាស្អាតជាងអ្វីដែលយើងគិតបាទនៅពេលដែលយើងគិតចេញតែប៉ុណ្្នឹងឯងបាទចេញប៉ុណ្្នឹងតែនៅពេលដែលយើងប្រើកម្មវិធីនេះវាអាចជួយ decor ឲ្យយើងបានលើសអ្វីដែលយើងគិតបាទយើងអាចទទួលយកបានអាហ្នឹងយើងគូដើម្បីឆ្លងចាស់ផ្ទះឆ្លងអីហ្នឹងគឺជួយយកបានតាមកម្មវិធីហ្នឹងហើយយើងអាចចង់ឲ្យមានសកម្មភាពជាវីដេអូទៀតក៏បានដែរយើងអាចដាក់ជានេះ image នេះជាវីដេអូបាទហើយនេះជាវីដេអូឥឡូវយើងមកជា image វិញចុះបាទដែលយើងអាច make ជាវីដេអូបានមានន័យថាយករូបភាពហ្នឹងបង្កើតជាវីដេអូបាទអញ្ចឹងនេះយើងអាច generate រូបភាពហ្នឹងទៅជាវីដេអូបានគឺយើងមើលខាងឆ្វេងស្ដាំខាងមុខខាងក្រោយអីរៀងបែបនេះយើងអាច decor តាមនឹងបាននេះគឺជួយសម្រួលយើងបានច្រើនមែនតើកម្មវិធី AI មួយចំនួនហ្នឹងក្រៅពីកម្មវិធីក្រុកនេះបាទថ្ងៃនេះខ្ញុំ generate តាមកម្មវិធីក្រុកបើចឹងក្រៅពីកម្មវិធីក្រុកនេះយើងអាច generate ជាមួយមួយទៀតគឺកម្មវិធី Google Gemini បាទយើងអាចgenerate ឬក៏ decor ដោយប្រើកម្មវិធី Gemini នេះអញ្ចឹងយើងគ្រាន់តែ upload រូបភាពយើងចូលមកហើយយើងចង់ឲ្យកម្មវិធីនឹង decor បែបនេះយើងអាចឲ្យកម្មវិធី decor ឲ្យបានឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យ decor ខាងមុខបាទ decor ខាងមុខអគារនិងដំបូលហ្នឹងឲ្យទៅជាបែបអគារបែបទំនើបអញ្ចឹងនេះគឺជាលទ្ធផល decor យើងឃើញថាលទ្ធផលស្អាតការ decor ប្រភេទនេះគឺស្អាតទទួលយកបានអញ្ចឹងយើងពេញចិត្តយើងអាច decor បែបហ្នឹងទៅហើយនេះគឺជាលទ្ធផលមួយទៀត one more style របស់កម្មវិធី Gemini យើងឃើញថាស្អាតគួរសមដែរចឹងដំបូលហ្នឹងមានដាក់ solar ប្រទេស solar ទៀតណាបើចឹងយើងអាចបែបមួយ style ទៀតយើងដាក់ដំបូលប្រភេទនេះអញ្ចឹងដំបូលយើងអាចកែខុសបានអញ្ចឹងយើងឃើញថារបៀងពីកម្មវិធី Gemini tool ទាំងនេះគឺជួយយើងបានច្រើនមែនតើដោយសារតែយើងអ្នកដែលមិនមែនជំនាញស្ថាបត្យករយើងអាចប្រើកម្មវិធីជំនួយបានដើម្បីចង់បានម៉ូដអគារបាទគ្រាន់តែយើងគូរៀងបន្តិចបន្តួចនៅក្នុងកម្មវិធីណាមួយបាទដូចជាយើងគូរបៀបនេះយើងមិនទាន់ជា decor ទេមានន័យថាយើងគូបែបលក្ខណៈសាមញ្ញហើយរបៀបនេះក៏ដូចគ្នាដែរមានន័យថាយើងគូបែបលក្ខណៈសាមញ្ញអញ្ចឹងបើយើងចង់ឲ្យ decor ស្អាតជាងហ្នឹងយើងឃើញថានៅក្នុងកម្មវិធី3នេះកម្មវិធីក្រុក Gemini ហើយនិង ChatGPT យើងឃើញថាមួយបែបម្នាក់បាទ ChatGPT បែប smooth ណាឃើញថា smooth របស់គាត់ការ decor របស់គាត់គឺស្អាតមួយបែបបាទចឹងយើងឃើញថាកម្មវិធី3នេះគឺការ decor ចេញមក style បែបម្នាក់ល្អមែនទែនសម្រាប់យើងត្រូវការ decor បន្ថែមចឹងកម្មវិធី Gemini គឺមួយបែបចឹងមកបាទស្អាតមួយបែបម្នាក់តែកម្មវិធីក្រុកបាទមួយបែបទៀតមកឃើញថាការ decor ផ្លែកពីគ្នាបន្តិចម្នាក់ណា
ចឹង tool ទាំង3នេះជួយយើងបានច្រើនណាគឺទី1 tool ChatGPT បាទមួយទៀតហ្នឹងគឺ tool Gemini បាទមួយទៀតគឺ tool Grok បាទ tool ទាំង3នេះគឺជួយយើងក្នុងការdecoreបានច្រើនចឹងយើងអាចមើលក្នុងរូបភាពនេះបន្ថែមដែលខ្ញុំបាន download ទុកនៅ file ដើមដែលយើងគូនៅក្នុងកម្មវិធី Revit ណាតែអត់បានdecoreអីទេបាទអញ្ចឹងអានេះនៅក្នុង ChatGPT យើងឃើញថារូបភាពនៅក្នុង ChatGPT គឺ smooth មែនតើណា smooth មែនតើការ decore ការ generate របស់កម្មវិធីហ្នឹងគឺ smooth ល្អណាស់បាទឃើញថាស្អាតមែនតើណាបាទអញ្ចឹងនេះនៅក្នុង ChatGPT ដែរនេះក៏ជានៅក្នុង ChatGPT ដែរណាអូខេកម្មវិធីដែលយើង decore នៅក្នុង ChatGPT ហើយនេះនៅក្នុង Gemini ដែរបាទនេះនៅក៏នៅក្នុងកម្មវិធី Gemini នេះនៅក្នុងកម្មវិធី Grok ហើយនេះក៏នៅក្នុងកម្មវិធី Grok ដែរបាទនេះក៏នៅក្នុងកម្មវិធី Grok ដែរអូខេបាទវីដេអូហ្នឹងគឺវីដេអូបង្កើតនៅក្នុងកម្មវិធី Grok អញ្ចឹងយើងឃើញថាមួយបែបម្នាក់គឺស្អាតទាំងអស់បាទគឺស្អាតទាំងអស់បាទតែអ្វីដែល generate មក smooth ជាងគេគឺ ChatGPT នឹងនិយាយឃើញថា smooth មែនតើរូបភាពដែល generate មកគឺ clear ល្អបាទ clear ល្អច្បាស់ល្អមែនតើបាទអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងបាទសូមអរគុណ